នេះបងដើម្បីបង្កើត channel បានបងចូលកន្លែងនេះខាងលើនេះបងចូលកន្លែងហ្នឹងហើយចុចខាងក្រោមបងខាងលើជាគ្រប់ខាងក្រោម channel ចឹងមកចុចលើ channel ហ្នឹងមកហើយចុច create បងcreate យើងដាក់ឈ្មោះមកបងដាក់ K store ទៅហើយបងកន្លែងនេះអាចដាក់ description បានចាដាក់តាមក្រោយបានចឹងបងចឹងចុច next មកហើយវាមានពីរមួយ private មួយ public អញ្ចឹងបើសិនជាបងចង់ឲ្យគេ search channel យើងបាន search channel យើងឃើញហើយយើងផ្ញើ link ផ្ញើអីគេបាននឹងយើងដាក់ public ទៅដាក់ public ប៉ុន្តែយើងត្រូវដាក់ username កន្លែងនេះដាក់ username យើងដាក់ K store អញ្ចឹងទៅហើយឧទាហរណ៍ថាគេវាយពាក្យហ្នឹងគឺយើងគឺចាញ់មកចាំផ្ញើ link ទៅគេដាក់អញ្ចឹងទៅឲ្យគេវាយ K store 665ទៅចាញ់ channel របស់យើងអញ្ចឹងយើងចុច next ទៅហើយចុច OK បានបងយើងចុច next ទៅបាន channel មួយហើយ channel ហ្នឹងយើងផុសបានតែយើងបងហើយយើងប្រាប់មកតង់ទៀតកន្លែងយើងបើកប៊ូតុង comment ដល់ពេលយើងផុសរូបទៅវាមានប៊ូតុង comment ឥឡូវខ្ញុំបាញ់រូបទៅមួយសិនឥឡូវខ្ញុំបាញ់រូបទៅនេះមួយសិនវាអត់មានប៊ូតុង comment ទេតែដល់ពេលយើងបើកកន្លែងហ្នឹងវាមានប៊ូតុង comment នេះមកចូល channel setting ទៅហើយចូលកន្លែង discussion ចុចកន្លែងហ្នឹងហើយចុច create គ្រប់មកក្នុងមួយមកចុច create ជាមួយខ្ញុំផ្ញើទៅភាសាទៀតវាមានប៊ូតុង comment នេះវាមាន comment នេះអញ្ចឹងគេអាច comment នៅលើ channel របស់យើងបានគេអាចផុសតែអាច comment បានចឹងអញ្ចឹងតែប៉ុណ្្នឹងបងយើងអាចរៀបចំតាមហ្នឹងទៅដាក់ជា bio នេះជា description ហើយដាក់ logo ដាក់អីតាមហ្នឹងអញ្ចឹងបងមានតែប៉ុណ្្នឹងបងអរគុណ